ជំរាបសួរបងប្អូនខ្ញុំសាស្ត្រាចារ្យចេញអ៊ីងខ្ញុំចង់និយាយពីការគៀបសរសៃចង្កេះបងប្អូនការគៀបសរសៃចង្កេះដែលមានលក្ខណៈធ្ងន់ធ្ងរខ្លាំងគឺវាស្ដែងចេញជាសញ្ញាធ្វើឲ្យបងប្អូនពិបាកដើរហើយឈឺចុកចាប់ខ្លាំងរហូតដល់បងប្អូនវាខ្លួនទៅទៀតហើយបើសិនជាបងប្អូនមានរោគសញ្ញាអញ្ចឹងសូមបងប្អូនមកពិគ្រោះជាមួយគ្រូពេទ្យជំនាញបងប្អូនដើម្បីធ្វើការថតឆ្លោះធ្វើរោគវិនិច្ឆ័យព្រោះក្នុងករណីដែលវាធ្ងន់ធ្ងរទោះបីបងប្អូនព្យាយាមធ្វើលំហាត់ប្រាណធ្វើការញ៉ាំថ្នាំគឺมันអាចដោះស្រាយបញ្ហាបានទេបងប្អូនធ្វើឲ្យបងប្អូនកាន់តែមានការវិវត្តរោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅអញ្ចឹងក្នុងករណីនេះគឺជាការគៀបសរសៃឆ្អឹងចង្កេះទី4ទី5ខ្លាំងដែលតម្រូវឲ្យធ្វើការវះកាត់បងប្អូនទោះបីបងប្អូនព្យាយាមញ៉ាំថ្នាំធ្វើចលនាមិនហាត់ប្រាណមិនក៏មិនបាត់ដែរបងប្អូនហើយនេះជាបច្ចេកទេសវះកាត់យកទៅណត់ឆ្អឹងកងចង្កេះហ្នឹងដោយ UVE បងប្អូនជាបច្ចេកទេសថ្មីទំនើបពោលគឺស្នាមរបួសតូចបាត់បង់ឈាមតិចរក្សាលំនឹងឆ្អឹងកងខ្នងបងប្អូនបាននៅរឹងមាំល្អហើយបងប្អូនឆាប់វិលត្រឡប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃវិញបានដោយធម្មតាបងប្អូនអញ្ចឹងសូមបងប្អូនបើសិនជាមានសញ្ញាឈឺចុកចាប់ខ្លាំងពីចង្កេះទៅជើងពិបាកដើររហូតដល់ស្ពឹកជើងហើយបងប្អូនមានការវាចឆ្អឹងកងខ្នងទៅទៀតសូមបងប្អូនប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការថតឆ្លោះធ្វើរោគវិនិច្ឆ័យត្រឹមត្រូវឈានទៅរកការព្យាបាលមួយដែលមានប្រសិទ្ធភាពខ្ពស់ជៀសវាងបណ្ដោយឲ្យជំងឺហ្នឹងវិវត្តកាន់តែធ្ងន់ធ្ងរទៅបាទសូមអរគុណបងប្អូនទាំងអស់គ្នា